សួស្តីជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺរីករាយមែនទែនបានចេញមកខាងក្រៅដើរលេង4នាក់ប៉ាប៉ា baby នាងខ្ញុំហើយនឹងប្អូនថ្លៃថ្ងៃនេះនៅខាងប្រទេសណូវេគឺថ្ងៃទី17ខែ5គឺជាថ្ងៃបុណ្យទិវាជាតិនៅខាងប្រទេសណូវេគឺមួយឆ្នាំប្រារព្ធពិធីម្ដងនៅក្នុងថ្ងៃទី17ខែ5កាលពីឆ្នាំទៅនាងខ្ញុំក៏នៅទីនេះដែរប៉ុន្តែអត់បានធ្វើវីដេអូអត់បានចេញមកដើរលេងដោយសារកាលហ្នឹងមាន baby ចាញ់ផងអីផងអញ្ចឹងចេញមកក្រៅទៅពិបាកក្នុងការដើរលេងអត់សុបាយតែឆ្នាំនេះគឺ baby រួចរាល់ហើយសុខភាពរឹងមាំគឺអាចចេញមកដើរលេងបានហើយកំពុងតែឈររងចាំតិចទៀតគេប្រារព្ធពិធីលើហើយបងប្អូនចាំទស្សនាទាំងIkke hadde hatt unge og hun hadde bare vært gravid. Hadde hun fått Den terrassen her var jo perfekt. Ja, og sol og... Hvis de endrer ruta da, så blir det noe
បងប្អូនពិតជារីករាយមែនទែនការប្រារព្ធពិធីរបស់គេគឺបានបញ្ចប់ហើយនឹងខ្ញុំក៏ត្រឡប់ទៅផ្ទះវិញដែរគឺមានមនុស្សម្នាច្រើនមែនទែនមកពីគ្រប់ទិសទីទាំងអស់ហើយគេប្រារព្ធពិធីទៅតាមតំបន់របស់យើងនៅកន្លែងណាយើងប្រារព្ធនៅហ្នឹងទៅចំពោះខ្ញុំតំបន់របស់ខ្ញុំនៅណូវេប៉ុន្តែអត់នៅអូស្ឡូទេនៅខាង Fredrikstad អញ្ចឹងក្រុមគ្រួសារនិងសាច់ញាតិនិងប្រជាជនរបស់គេគឺធ្វើនៅចិត្តទីតាំងគឺតំបន់ Fredrikstad នាងខ្ញុំក៏ដើរមកចំណាយពេលតែ10នាទីអីទេឥឡូវរួចរាល់កម្មវិធីគេរំសាយហើយក៏យើងត្រឡប់ទៅផ្ទះវិញដូចគ្នាហើយត្រឡប់ទៅផ្ទះវិញគឺដើរតែ10នាទីគឺដល់ហើយអត់មានអារម្មណ៍ថាហត់ទេដោយសារតែការដើរលេងនេះគឺមានមនុស្សច្រើនមានយើងមានគេជាងទៅមើលមនុស្សម្នាទៅមានអារម្មណ៍ថាប្លែកភ្នែកប្លែកអារម្មណ៍អត់ហត់ទេមកផ្លែដើរផ្ទះឥឡូវហើយមនុស្សនៅទីនេះគឺស្រស់ស្អាតមែនទែនថ្ងៃបុណ្យគឺគេស្លៀកឈុតប្រពៃណីមនុស្សស្រីគឺស្លៀករ៉ូបវែងចម្រុះពណ៌ស្អាតហើយមនុស្សប្រុសពាក់ខ្វាសេគឺស្អាតនិយាយទៅស្រឡាញ់ឈុតប្រពៃណីនៅទីនេះមែនទែនហើយឥឡូវនាងខ្ញុំដើរត្រឡប់ទៅផ្ទះហើយជិតដល់ផ្ទះហើយផ្ទះរបស់នាងខ្ញុំគឺម្ដុំខាងមុខដែលមានឡានចតពណ៌សនៅខាងឆ្វេងដៃហ្នឹងគឺផ្ទះរបស់ខ្ញុំហើយអូខេឥឡូវដល់ហើយវីដេអូមានប៉ុណ្ណឹងអរគុណច្រើន